សួស្តីបងប្អូនសុខសប្បាយបងប្អូនថ្ងៃនេះគឺមានមុខម្ហូបថ្មីទៀតហើយប៉ុន្តែយើងធ្វើពីត្រីក្រហមពីវីដេអូមុនដែរត្រីក្រហមយើងអាចយកមកធ្វើម្ហូបច្រើនមុខណាស់បងប្អូនលើកនេះដែរគឺខ្ញុំលើកយកត្រីក្រហមចំហុយខ្ទឹមសជាមួយមីស៊ូបងប្អូនជាដំបូងយើងមានខ្ទឹមសប្រហែលជាកន្លះគីឡូយើងយកមកចិញ្ច្រាំវាឲ្យម៉ត់មកយើងចិញ្ច្រាំវាចុះឡើងអញ្ចឹងទៅឲ្យម៉ត់មើលបងប្អូនមានម៉ាស៊ីនក្រឡុកបងប្អូនអាចយកទៅក្រឡុកក៏បានដែរបងប្អូនក្រឡុកទៅវាចំណេញពេលវេលាបងប្អូនណាបងប្អូននឹងយើងចិញ្ច្រាំវាឲ្យម៉ត់ចឹងបងប្អូនបានចិញ្ច្រាំវាម៉ត់ហើយយើងទុកដល់មួយឡែកសិនបងប្អូនយើងមកធ្វើត្រីក្រហមឲ្យស្អាតសិនបងប្អូននឹងត្រីក្រហមយើងយកមកវះពោះឲ្យស្អាតចឹងបងប្អូនគោស្រកាវះពោះលាងទឹកឲ្យស្អាតបងប្អូនហើយយើងកាប់វាជាកង់យើងកាប់វាជាកង់យើងយកទៅចំហុយទៅវាឆាប់ឆ្អិនណាបងប្អូនបន្ទាប់មកផ្ទះបើកភ្លើងដើម្បីយើងបំពងខ្ទឹមសយើងដាក់ខ្លាញ់មកល្មមមកបន្ទាប់មកយើងបើកខ្លាញ់ឲ្យវាក្តៅល្មមយើងចាក់ខ្ទឹមសចូលខ្ទឹមសនេះដែរគឺយើងដាក់ពាក់កណ្ដាលបងប្អូនយើងបំពងឲ្យវាក្រៀមពាក់កណ្ដាលហើយយើងទុកស្រស់ពាក់កណ្ដាលធ្វើអញ្ចឹងដើម្បីពេលយើងចំហុយទៅវាឈ្ងុយទាំងខ្ទឹមសនិងខ្ទឹមដែលយើងបន្តបំពងនឹងវាចូលទៅគឺវាឈ្ងុយល្អណាស់បងប្អូនឥឡូវយើងមកដាក់គ្រឿងខ្ទឹមសដែលយើងបំពងរួចហ្នឹងម្សៅស៊ុប5ស្លាបព្រាកាហ្វេប៊ីចេង3ស្លាបព្រាកាហ្វេស្ករស4ស្លាបព្រាកាហ្វេហើយអំបិល1ស្លាបព្រាកាហ្វេបងប្អូនហើយយើងកូរឲ្យសព្វបន្ទាប់មកយើងយកមីស៊ូមកស្រុះមីស៊ូនេះដែរគឺយើងស្រុះតែមួយភ្លេបានហើយបងប្អូនព្រោះយើងនៅចំហុយវាទៀតបើវាឆ្អិនខ្លាំងក៏វាអត់ឆ្ងាញ់ដែរបន្ទាប់មកយើងដាក់គ្រឿងមីស៊ូរបស់យើងនឹងយករសជាតិល្មមមកហើយបងប្អូនហើយយើងដាក់ទឹកស៊ីអ៊ីវខាប់យកពណ៌វាដើម្បីឲ្យសភនភាពម្ហូបយើងមើលទៅវាស្រស់ស្អាតបងប្អូនបន្តមកទៀតយើងយកខ្ទឹមសដែលបានលាយគ្រឿងហើយយើងយកមកប្រឡាក់ជាមួយត្រីដើម្បីឲ្យវាចូលជាតិជាមួយត្រីបាទមីស៊ូដែលយើងបានលាយគ្រឿងហើយយើងយកមកដាក់ទ្រាប់ពីក្រោមរៀបត្រីពីលើបាទយើងរៀបត្រីរួចហើយយើងយកខ្ទឹមសដែលយើងបំពងហើយដាក់គ្រឿងហើយហ្នឹងយកមកលាបពីលើវាបងប្អូនគ្រឿងដែលយើងលាយហ្នឹងយកមកលាបលើត្រីហ្នឹងមកលាបសពហើយយើងយកវាទៅចំហុយយើងចំហុយតែវាតែ10នាទីបានហើយបងប្អូនអានេះយើងប្រើឡនៅនឹងកន្លែងខ្ញុំធ្វើការវាចំហុយលឿនបើបងប្អូនមានជាឡាំងសឹងអីធម្មតានៅប្រទេសយើងអាចចំហុយ15នាទីចានហើយឥឡូវត្រីចានហើយបងប្អូនយើងដាក់ខ្ទឹមបន្តិចមកហើយយើងស្រោចខ្លាញ់លើបន្តិចមកគឺប្រាក់តែឈ្ងុយទៀតបងប្អូនបាទមើលទៅតំណងដល់បងប្អូនអរគុណច្រើនបងប្អូនជួយ Subscribe និង Like មកបងប្អូនអរគុណ